你是哪国人你是哪国人你是哪国人 giờ bọn thằng ấy ní bọn thằng nhé sư đi cứ ná bọn thằng ná của人 bọn thằng chôn chết ni sư ná của人 giờ bọn thằng tá nhé cứ chia chôn chết ở đây nhé cứ chôn chết ở đây ni sư ná của人 trong biển này dương tại nhà bây giờ giống NP để dương xua từ căn là nào mà nhé ông bí sân chiết vào kê nè ông bí sân chiết vào kê cho nên hãy hợp với他你是哪国人 大家好 សួស្តីបងប្អូនទាំងអស់គ្នាសូមស្វាគមន៍ចូលមកកាន់ Channel Minh An Official Channel Minh An Official លើកយកមេរៀន HSK1 មេរៀនទី4យកមកបង្រៀនបងប្អូនអញ្ចឹងមុននឹងយើងចូលទៅដល់ការរៀនមេរៀនមួយនេះសូមបងប្អូនជួយអានចំណងជើងជាមួយនឹងសិស្សទាំងអស់គ្នាទៅ他是我的汉语老师他是我的汉语老师នាងគឺជាគ្រូបង្រៀនភាសាចិនរបស់ខ្ញុំនាងគឺជាគ្រូបង្រៀនភាសាចិនរបស់ខ្ញុំ She is my Chinese teacher អញ្ចឹងមុននឹងយើងចូលទៅដល់មេរៀនរបស់យើងលោកសួរសូមឲ្យបងប្អូនមកមើលមេត្តាទៅក្នុងមេរៀនរបស់យើងនេះណាមូលលោកទៅដល់ក្នុង content ហ្នឹងមេត្តារបស់យើងទី1យើងនិយាយអំពីរឺសិន warm up ណាកម្ដៅសាច់ដុំទី2ទៅដល់汉语生词 new word ពាក្យថ្មីទី3在教室 in the classroom នៅក្នុងថ្នាក់រៀនទី4在图书馆 in the library នៅក្នុងនៅបណ្ណាល័យនិងទី5ចុងបញ្ចប់看照片 look in at the photo មើលរូបភាពឬក៏មើលរូបថតណាមើលរូបថតអញ្ចឹងកុំឲ្យយូរបងប្អូនចូលទៅរៀនទាំងអស់មើលសិនទៅក្រោយពីបងប្អូនបានយល់ទៅតងជាមួយនឹងចំណងជើងរបស់យើងហើយបងប្អូនតាអញ្ចឹងយើងចូលមកដល់ដំបូងយើងនិយាយអំពីរឺសិនទៅតងជាមួយនឹង warm up warm up ទៅតងនឹងកម្ដៅសាច់ដុំអញ្ចឹងយើងមកកម្ដៅសាច់ដុំសិនកម្ដៅសាច់ដុំគឺកម្ដៅសាច់ដុំមាត់និងកម្ដៅសាច់ដុំភ្នែកអូខេតាយើងទៅរៀនទៅតង warm up អញ្ចឹងយើងមើលបងប្អូនមើលរូប3នេះណាអញ្ចឹងរូបទី1រូបអីគេទី1ថាយើងบอกថាគាត់ឬក៏នាងប្រើចំពោះមនុស្សស្រីហៅម៉ាថាយើងบอกថាគាត់ចឹងប្រើចំពោះមនុស្សប្រុស同学什么同学មិត្តរួមថ្នាក់3ទៀតរូប3នេះចឹងរូបមួយនេះពីគេ朋友是什么朋友មិត្តភ័ក្តិ就是朋友汉语老师汉语老师是什么គ្រូបង្រៀនភាសាចិនឬក៏គ្រូភាសាចិន中国朋友是什么中国朋友មិត្តភ័ក្តិចិនមិត្តភ័ក្តិជនជាតិចិនយើងអាចបកថាមិត្តភ័ក្តិចិនឬក៏មិត្តភ័ក្តិជនជាតិចិន就是中国朋友ក្រោយពី warm up ហើយបងប្អូនចូលមករៀនពាក្យជាមួយសិស្សណាយើងចាប់បានរៀនពាក្យសង្សើណា new word
បាទយើងចូល new word ថាបកថានាងប្រើចំពោះមនុស្សស្រីស្រីចឹងពាក្យមួយនេះយើងអាចអានថាស្រីឬក៏ស្រីបកថានរណាចឹងយើងថា他是谁គាត់គឺជានរណា他是我表妹គាត់គឺអូនស្រីចំនួន1របស់ខ្ញុំគឺជាស្រីតើយើងបកថារបស់តើយើងបកថារបស់ចឹងបងប្អូនចង់យល់បងប្អូនអាចមកមើលអង់គ្លេសបន្ថែមណាចឹងlà sựអានអង់គ្លេសទេយើងចូលពាក្យទី4汉语ភាសាចិនអូខេចឹង汉语នេះវាប្រើចំពោះភាសានៅពេលដែលយើងនិយាយអំពីភាសាចិនយើងអានថា汉语អូខេយើងដល់ពាក្យទី5ណាអូខេណានេះយើងបកថាណាដដែល就是ណា第6国បកថាប្រទេស你是哪国人តើអ្នកគឺជាជនជាតិណា国បកថាប្រទេសទីនៅយើងបកថាចុះឬក៏យើងបកមួយទៀតណាស់ហើយ就是នៅហើយនៅនេះជាទូទៅយើងប្រើនៅក្នុងប្រយោគស្របនៅចុងប្រយោគនិងប្រយោគសំណួរនៅចុងប្រយោគថាអូខេថានេះយើងបកថាគាត់ប្រើចំពោះមនុស្សប្រុស就是他同学បកថាមិត្តរួមថ្នាក់就是同学朋友បកថាមិត្តភ័ក្តិ就是朋友អូខេឥឡូវយើងចូលមកដល់អត្ថបទទី1在教室ណា在教室នៅថ្នាក់រៀនចាយើងមើលតែអត្ថបទទី1យើងនិយាយអំពីអីខ្លះអូខេ他是谁ចឹងថានេះយើងប្រើចំពោះមនុស្សស្រីមែនណាយើងអាចបកថាគាត់ឬក៏នាង是គឺស្រីបកថានរណា他是谁តើនាងគឺជានរណាឬក៏តើគាត់គឺជានរណា他是谁他是我的汉语老师他叫李月他是我的汉语老师他叫李月ចឹងយើងដឹងហើយថានេះយើងប្រើចំពោះមនុស្សស្រី是គឺ我的ណារបស់ខ្ញុំ汉语ភាសាចិន老师នេះបកថាលោកគ្រូឬក៏អ្នកគ្រូយើងអាចបានកំណត់ភេទទេប៉ុន្តែពាក្យថា老师ហ្នឹងបើសិនជាជួបមនុស្សប្រុសយើងហៅថាលោកគ្រូ老师ដែលជួបមនុស្សស្រីយើងហៅថាអ្នកគ្រូអញ្ចឹងថាបងប្អូនដឹងហើយប្រើចំពោះមនុស្សស្រីណាបកនាងឬក៏គាត់ចៅយើងបកថាហៅ李月អូខេ李月នេះគឺជាឈ្មោះរបស់គេឈ្មោះថា李月他是我的汉语老师他叫李月នាងគឺជាគ្រូភាសាចិនរបស់ខ្ញុំនាងឈ្មោះ李月你是哪国人យើងบอกทำไมนี้យើងบอกថានេះ是នេះគឺណាบอกថាណា国人บอกថាជនជាតិ你是哪国人យើងบอกថាតើអ្នកគឺជាជនជាតិអ្វីអ្នកគឺជាជនជាតិអ្វី你是哪国人ចឹងពាក្យនេះយើងតែងតែពេញនិយមនៅពេលដែលយើងសួរទៅកាន់នរណាម្នាក់អំពីសញ្ជាតិរបស់គេណាអំពីសញ្ជាតិរបស់គេចឹងយើងអាចប្រើពាក្យថា你是哪国人 OK
我是美国人，你呢？我是美国人，你呢 ？OK， chẳng sự nó dừng rằng ấy cứ美国人 它准chiết âm ở đây chuẩn chiết âm ở đây chỉ là 美国人，你呢？你说的老的可以问他cho nhạc vĩnh chẳng bắt đầu máu 我是美国人，你呢？用句子准chiết âm ở đấy cho nhạc vĩnh chẳng A 个词我是中国人，我是中国人，好，是把它cứ 中国人把它准chiết chân 我是中国人 把它nhóm cử chỉ chuẩn chiết chân OK chẳng hạn bắt tí phí nhưng mà mình chọn đấy đại miền chấm lòng chương tha 在图书馆图书馆把它bắt á lại 在图书馆把它đỡ bắt á lại giống như cho tới điền hát bắt tí bấyแต่ตรงជាមួយ នឹង មេរៀនតដែរចឹងមេរៀនទី3យើងនិយាយអំពី看照片看照片បើថាមើលរូបថត照片បើរូបថតណាខាងនេះមើល看照片បើថាមើលរូបថតចឹងយើងនិយាយអំពីមើលថតម្ដងយើងហៅថាទី1A គេសួរថា他是谁ចឹងសួរដូចមេរៀនមុនមែនណា他是谁យើងបដូរពាក្យថានេះពីស្រីមកថាប្រុសវិញយើងបកថាគាត់他是谁យើងបកថាតើគាត់គឺជានរណាតើគាត់គឺជានរណា他是谁他是我同学他是我同学所以នេះយើងបកថាគឺ同学បកថាមិត្តរួមថ្នាក់他是我同学យើងបកថាគាត់គឺជាមិត្តរួមថ្នាក់ខ្ញុំគាត់គឺជាមិត្តរួមថ្នាក់ខ្ញុំ就是他是我同学មកទៀត A ទី2他呢他是你同学吗他呢他是你同学吗 OK 他នេះយើងប្រើមកស្អីវិញ他呢បើថាចុះនាងវិញណាចុះនាងវិញថាបើថានាងគឺ同学មករួមថ្នាក់ម៉ាយើងបោះថាទេឬក៏ដែរទេប្រែនៅចុងប្រយោគសំណួរចឹងរាល់ប្រយោគសំណួរទាំងអស់គឺគេតែងប្រើពាក្យម៉ានេះទោះបីគេលុបសញ្ញាសួរនេះចោលក៏ភាសាចិនគេដឹងថាប្រយោគកន្លែងហ្នឹងគឺជាប្រយោគសំណួរអូខេចឹងប្រយោគសំណួរគេឆ្លើយអត់ប្រហែលអីណាថា呢他是你同学吗ចឹងយើងบอกថាចុះនាងវិញនាងគឺជាមិត្តរួមថ្នាក់អ្នកមែនទេចឹងគេឆ្លើយវិញថា他不是我同学他是我朋友他不是我同学他是我朋友好他บอกថានាងដដែល不是บอกថាមិនមែន只是不是同学មិត្តរួមថ្នាក់是នេះគឺ朋友OK 朋友บอกថាមិត្តភក្តិ他不是我同学他是我朋友ចឹងយើងบอกថានាងមិនមែនជាមិត្តរួមថ្នាក់ខ្ញុំទេនាងគឺជាមិត្តភក្តិខ្ញុំ今天我们的课程读到这里谢谢同学们的观看同学们再见chân chu goodbye បាទបងប្អូនទាំងអស់គ្នាមេរៀនទី4របស់យើងតាក់ទងជាមួយនឹងនាងគឺជាគ្រូបង្រៀនភាសាចិនរបស់ខ្ញុំរៀនចប់ត្រឹមតែប៉ុណ្ណេះបើសិនជាបងប្អូនពេញចិត្តទៅលើវីដេអូមួយនេះសូមបងប្អូនជួយចុច like share ជួយចុច subscribe ដាក់រូបកណ្ដឹងដើម្បីទទួលបាននៅវីដេអូមេរៀនថ្មីៗពីមេងអាន Officialបន្តមកទៀតដល់សឿក៏បានដាក់នៅវីដេអូ3នៅលើអេក្រង់បើសិនជាបងប្អូនពេញចិត្តទៅលើវីដេអូមួយណាសូមបងប្អូនចុច click ទៅលើវីដេអូមួយនោះដើម្បីរៀនបន្តអញ្ចឹងបើសិនជាមាននៅកំហុសខុសឆ្គងនៅប្រការណាមួយសូមបងប្អូនខន្តីអភ័យទោសដល់សឿផង好谢谢大家再见